ខ្ញុំបាច់គ្នាជាមួយគេហើយខ្ញុំត្រូវរក្សាកម្រិតជាមួយគេឲ្យច្បាស់សិនសេវីទូរស័ព្ទលោកមិនសេវាទេខ្ញុំចង់ខលទូរស័ព្ទបន្តិចនេះខលទូរស័ព្ទចង់ខលទៅជាងយ៉ាលីមែនទេតាមមែនទេស៊ូលីងអ៊ីកាលពីមុនរូបខ្លាចឯការបស់នាងគឺរើឡើងវិញគឺសុទ្ធតែមករកខ្ញុំមែនទេពេលនេះខ្ញុំនៅចំពោះមុខនាងហើយឲ្យតែយល់ព្រមត្រឡប់មកត្រូវគ្នាជាមួយខ្ញុំវិញខ្ញុំនឹងអនុញ្ញាតឲ្យនាងអោបខ្ញុំភ្លាមណាកុំសង្ឃឹមអីសាស៊ូលីងអ៊ីកាលនៅបលីនហងនាងយកលពូមកជំនួសខ្ញុំតែប៉ុណ្ណោះទេតែមែនទេឥឡូវនាងគ្រាន់តែនិយាយមួយម៉ាត់មកព្រោះយើងនឹងត្រូវគ្នាដូចដើមវិញមិនល្អទេហ៎មើលទៅនេះដូចជាឈឺស្រាពេកហើយមិនអីទេខ្ញុំអាចរងចាំបានចាំមើលថ្ងៃដែលនាងមកវល់ខ្ញុំជុកមានរឿងអីហ្នឹងលើកនេះវាបាច់ជាឈឺចាំជាងលើកមុនទាំងអស់ទៅទេមានរឿងអីហ្នឹងស៊ូលីងអ៊ីអើយនេះឈួតយកស្អីគេនេះនាងលេបថ្នាំតអស់ហ្នឹងមែនទេលើកនេះងាប់ពិតមែនហើយទៅលពូឯងបានធ្វើសេចក្ដីនឹងខ្លះមិនបានជាលពូមកទីនេះបើសិនជានេះមានរឿងអីយើងនឹងសម្រាប់ឯងតាមនាងដែរកញ្ញាស៊ូគាត់នៅក្នុងមជ្ឈដ្ឋានងងឹតហើយនឹងចង្អៀតក្នុងរយៈពេលយូរទេបណ្ដាធ្វើជំងឺថប់អារម្មណ៍រើឡើងណារួមសុំនឹងគាត់បានលេបថ្នាំអស់មួយរយៈធំថែមទៀតផងណាគ្រូពេទ្យបាននិយាយថាបានលាងសម្អាតកាពះរបស់កញ្ញាស៊ូហើយមិនយូរទេគាត់នឹងដឹងខ្លួនឡើងវិញបានចុះគឺល្អហើយលោកជាងលើថាលោកនៅបរទេសគេនិយាយអំពីលោកមិនសូវល្អសោះលោកកុំយល់ច្រឡំអីខ្ញុំជាគ្រូពេទ្យព្យាបាលដល់កញ្ញាស៊ូស្គាល់នាងជាង10ឆ្នាំមកហើយក៏ជាមិត្តរបស់នាងម្នាក់ដែរជំងឺរបស់នាងត្រូវការមនុស្សដែលមានចរិតទន់ភ្លន់និងមានខ្សែភ្នែកចាំផ្ដល់ភាពកក់ក្ដៅនាងខ្ញុំគិតថាលោកមិនសូវមានពេលច្រើនដល់នាងនោះទេខ្ញុំមិនសមចុះលោកសមមែនទេប្រហែលជាចឹងហើយគ្រូពេទ្យខ្ញុំពិតជាមិននឹកស្មានដល់សោះថាលោកនៅមានចិត្តគិតចង់យកនាងដល់ថ្នាក់នេះទៀតតែគួរស្ដាយលោកស្គាល់អស់រយៈពេល10ឆ្នាំមែនតែការតាក់ទងមិនរីកចម្រើនសូម្បីតែបន្តិចបើនិយាយតាមត្រង់ទៅពិតជាបរាជ័យខ្លាំងណាស់និយាយតាមត្រង់ចុះក្នុងនាមជាគ្រូពេទ្យលោកព្យាបាលនាងអស់រយៈពេល10ឆ្នាំតែមិនអាចធ្វើឲ្យនាងជាដាច់បាននោះទេរឹតតែបរាជ័យលើសពីនឹងតតែទៀតលោកមិនចេះខ្មាស់គេទេលោកនិយាយស្អីគេហ្នឹងកញ្ញាស៊ូលោកបូលោកគ្រូពេទ្យភ័យមិនបានចិត្តខ្ញុំមិននៅទីនេះអញ្ចឹងជំងឺថប់អារម្មណ៍របស់នាងបានរើឡើងវិញហើយដោយសារតែនាងលេបថ្នាំច្រើនពេកទើបបានចំពោះនាំឯងមកមន្ទីរពេទ្យហើយខ្ញុំក៏បានលាកាពះនាងរួចរាល់ហើយដែរគ្រូពេទ្យខ្ញុំនឹងមិត្តស្រីខ្ញុំទុកឲ្យពួកយើងជជែកគ្នាទៅបានទេដល់នៅតាំងពីបន្តទៀតចុះកញ្ញាស៊ូមានការឲ្យហៅខ្ញុំបានគ្រប់ពេលវេលាណាអរគុណលោកគ្រូពេទ្យភ័យមិនស្រួលត្រង់ណាមែនទេធូរច្រើនហើយទាំងអស់នេះជាស្នាដៃរបស់ចិនចៅឯងអដេរឆាន់នោះវាហ៊ានប្រើល្បិចក៏ខ្វក់មកលើខ្ញុំកុំបារម្ភអីចាំនាងជាសះស្បើយសិនខ្ញុំនឹងនាំនាងទៅមើលរឿងភាគល្អៗឯងមិនព្រមស្ដាប់មកគាត់មែនទេបាប៉ាចុះពេលមកវាខ្ញុំវិញមកកាពីវាសោះយើងនឹងវាយឯងងប់លើប៉ាកំខឹងអីចាប់ខ្ញុំវាយវាជំនួសប៉ាចុះណាឯងពិតជាមិនស្ដាប់មកគាត់មែនអាចង្រៃឯងមិនស្ដាប់មកគាត់មែនវាបានល្អខ្លាំងណាស់លោកតាសិនលោកតាត្រូវតែបន្ថែមដៃឲ្យធ្ងន់ជាងនេះស៊ីវអ៊ីនាងស្ដាប់ខ្ញុំបញ្យល់សិនទៅមានអីនិយាយត្រង់នេះទៅស៊ីវអ៊ីតាមពិតខ្ញុំគ្រាន់តែចង់លីសាជាមួយនាងតែប៉ុណ្ណោះទេខ្ញុំមិននឹកស្មានថាលេបថ្នាំច្រើនដល់ថ្នាក់នេះតទៅសោះរហូតដល់ទៀតមានគ្រោះថ្នាក់ទៀតគ្រាន់តែលេងសើចចឹងមែន